ចាំមើលអ្នកណាហ៊ានប៉ះនាង អ្នកគឺជារាជទាយាទនៃគ្រួសារហ្វូតើគាត់មើលទៅដូចអ្នកទេ សេនតាំងតាមពិតអ្នករកប្រុសស្អាតបែបនេះមកបោកខ្ញុំតើអ្នកអស់ចិត្តទេ វាជាបងស្រីរបស់ខ្ញុំគ្រួសារសេនរបស់យើងតើខ្ញុំអាចភ្ជាប់ជាមួយព្រះអង្គម្ចាស់ដោយរបៀបណាចុះមនុស្សថ្លៃថ្នូរវិញខ្ញុំគិតថាគាត់ជាអ្នកផិតក្បត់របស់អ្នក មិនមែនសេនតាំងទេតើអ្នកនឹងបន្តបោកប្រាស់ដល់ពេលណាហើយអ្វីបានជាអ្នកមិនមកទីនេះលឿន បងស្រីនោះមិនមែនជាអ្វីដែលអ្នកកំពុងធ្វើនោះទេប្រុសស្អាតនោះហើយជាមូលហេតុដែលអ្នកបដិសេធលោកគូមែនទេតើអ្នកមានហើយ សេនតាំងតើអ្នកហ៊ានឲ្យវាទេខ្ញុំ លោកគូកុំខឹងដោយសារតែនាងមិនចង់រៀបការជាមួយខ្ញុំឃើញអាពាហ៍ពិពាហ៍នេះបំភ្លេចវា មិនខ្វល់ទេខ្ញុំបានធំឡើងខ្ញុំមិនដែលជួបប្រទះភាពកំសាកបែបនេះទេក្មេងប្រុសខ្ញុំណែនាំអ្នកឲ្យថយចេញបើមិនដូច្នេះទេខ្ញុំចង់បានជីវិតរបស់អ្នកយកដៃកខ្វក់របស់អ្នកចេញ បើឯងមានអ្វីត្រូវធ្វើមកខ្ញុំហើយទុកឲ្យគាត់នៅម្នាក់ឯង លោកសេននៅដាស៊ីទោះយ៉ាងណាក៏ដោយវារាប់មនុស្សដែលមានក្បាលនឹងមុខឥឡូវនេះអ្នកត្រូវលួចកូនស្រីរបស់អ្នកជាធ្នូនឹងផលប្រយោជន៍វាពិតជាធ្វើឲ្យហ្វូម៉ូការបើកភ្នែកអ្នកហើយអ្នកម្ដាយចុងដបួងកូនស្រីឲ្យរៀបការខឹងរហូតដល់ស្លាប់ឥឡូវនេះអ្នកនៅតែចង់បានរបស់ដើមកូនស្រីត្រូវបានបណ្ដេញចេញពីគ្រួសារសេនតើអ្វីទៅជាការកិននីល្អ អ្នក នរណាម្នាក់មកមិនដឹងរឿងនេះទេក្មេងប្រុសដែលមានចិត្តសប្បុរសយកវាចេញ អ្នកណាហ៊ាន តើអ្នកជានរណា សូមជួយ admin តាមរយៈ ABA ដើម្បីឲ្យ admin មានចំណូលទិញរឿងមកធ្វើភាពបន្តនិងឲ្យ admin មានបាយហូបបន្តទៀត តើអ្នកចង់រស់នៅក្នុងគ្រួសារសេនរបស់យើងទេបរាជ័យក្នុងការធ្វើសកម្មភាពប្រៃផ្សៃគ្រាន់តែគ្រួសារសេនវាសឹមនឹងការយកចិត្តទុកដាក់របស់ខ្ញុំមកទីនេះដើម្បីយកមនុស្សរបស់ខ្ញុំចេញលើកនេះខ្ញុំនឹងឲ្យអ្នកទៅបើមានពេលក្រោយខ្ញុំនឹងធ្វើឲ្យអ្នកសោកស្ដាយចំពោះការរស់នៅហេជប់សម្រាប់ខ្ញុំ បងប្រុសប៉ាវតើអ្នកធ្លាប់ជួបព្រះអង្គម្ចាស់គ្រួសារហ្វូទេតើមនុស្សនេះឬ ឆ្កេញនេះខ្ញុំបានប្រាប់នាងថាខ្ញុំបានជួបព្រះអង្គម្ចាស់នាងពិតជាជួបខ្ញុំតើព្រះអង្គម្ចាស់នេះជានរណាតើអាចជួបអ្នកគ្រប់គ្នាដែលចង់ជួបបានទេរងចាំមួយផ្លេតមិនមែនទេសម្ដេចមិនមានរូបរាងបែបនេះទេ ប៉ាម៉ាក់មើលចុះយើងត្រូវបានបញ្ឆោតដោយសេនតាំង មិនមែនទេសម្ដេចមិនមានរូបរាងបែបនេះទេស្ត្រីបះបោនេះមិនបានជានាងហ៊ានបោកយើងតើនាងនៅតែឃើញរឿងនេះទេខ្ញុំជាឪពុកនាង តើខ្ញុំគួរធ្វើអ្វីឥឡូវនេះបានធ្វើឲ្យលោកគូអាក់អន់ចិត្តគាត់នឹងមិនទូទាត់កណេជាមួយយើងទេមែនទេ នេះ វាជាការប្រសើរក្នុងការព្យាបាលលីនផ្ញើទៅហ្វូជាគ្រប់ប្រសិនបើនាងយកវាព្រះអង្គម្ចាស់ពិតប្រាកដនៃគ្រួសារហ្វូមិនត្រឹមតែយើងអាចដោះស្រាយបានទេទុកព្រួយថ្ងៃនេះតើអ្នកនៅតែអាចសម្លាប់ក្មេងស្រីដែលស្លាប់នោះបានទេឡើយសេនយល់យ៉ាងណាដែរ មិនអីទេគ្រាន់តែធ្វើវាដូចនេះ កុំបារម្ភប៉ាខ្ញុំពិតជានឹងឲ្យព្រះអង្គម្ចាស់អន់ចុះក្រោមសម្ពុតផ្លែផ្ទឹមរបស់ខ្ញុំលទ្ធផលល្អថ្ងៃនេះផ្ដល់រង្វាន់ដល់អ្នកចំនួន 10,000 យន្តខ្ញុំភ្លេចថាកັດធនាគាររបស់ខ្ញុំត្រូវបានបង្កកខ្ញុំជំពាក់អ្នកឥឡូវនេះហើយខ្ញុំនឹងឲ្យអ្នកនៅពេលក្រោយ admin មានសេវាកម្មគ្រប់គ្រង page book page មានលក់ page ខ្មែរចាប់ពី 5K ដល់ 500K មានលក់ page VIP book live និងមានទទួលដោះស្រាយរាល់បញ្ហាបច្ចេកទេស page សូមជួយ admin តាមរយៈ ABA ដើម្បីឲ្យ admin មានចំណូលទិញរឿងមកធ្វើភាពបន្តនិងឲ្យ admin មានបាយហូបបន្តទៀត